tua dạ cột kẹt sao cả nè hay là cái bao sao đó cái bao gì lên nè sạch nè bò sạch khai chừng đi ra nè បាទបងប្អូនគ្នាដូចបងប្អូនបានឃើញវីដេអូរបស់ខ្ញុំជាបន្តមកហើយគឺខ្ញុំតែងតែឲ្យចំណេញជ្រូកជាមួយនឹងដំឡូងមីផ្អាប់បាទអញ្ចឹងទៅថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនម្ដងទៀតហើយនឹងចង់បញ្ជាក់ដល់បងប្អូនថាបើសិនជាយើងមាននៅវត្ថុធាតុដើមមួយប្រភេទទៀតយកមកលាយគឺឃើញថាសัตว์វាស៊ីល្អមែនតែនបាទដោយសារតែខ្ញុំធ្វើការពិសោធន៍មកច្រើនត្រូមកហើយបាទឃើញថាការស៊ីរបស់ជ្រូកវាមានការប្លែកគ្នាបាទជាពិសេសវគ្គដែលខ្ញុំធ្វើការលាយគឺខ្ញុំធ្វើការលាយលើកក្រោយនេះគឺមានដាក់លាយជាមួយនឹងពពួកត្រីបាទបងប្អូនបើសិនជាយើងមានពពួកត្រីពោះត្រីឬក៏ពពួកត្រីស្អុយអីក៏ដោយបាទយើងយកវាមកបបរវាឆ្អិនសិនក៏បានបើសិនជាត្រីនឹងវាត្រីស្រស់ឬក៏ប្រភេទពោះអាចត្រីអីចឹងណាយើងយកវាមកដាក់បបរឲ្យវាឆ្អិនសិនរួចហើយយើងយកមកធ្វើការផ្អាប់លាយជាមួយនឹងដំឡូងមីផ្អាប់របស់យើងគឺវាមានរសជាតិឆ្ងាញ់បាទវានិយាយទៅយើងដាក់ឲ្យជ្រូកស៊ីគឺជ្រូកវាចូលចិត្តស៊ីខ្លាំងមិនតែប៉ុណ្ណោះបាទយើងមិនចាំបាច់ដាក់លាយឲ្យវាស៊ីសុទ្ធទេបងប្អូនបាទអញ្ចឹងយើងអាចប្រើនៅកន្ទក់លាយជាមួយនឹងវត្ថុធាតុដើមផ្សេងរួចហើយយើងយកមកច្បល់លាយជាមួយនឹងចំណីផ្អាប់របស់យើងតែបន្តិចបន្តួចគឺយើងអាចឲ្យវាស៊ីបានហើយបាទសម្រាប់វិធីលាយដែលខ្ញុំនឹងធ្វើការលាយហ្នឹងគឺមានវត្ថុធាតុផ្សំតែប្រមាណមុខទេបាទទី1គឺយើងមានកន្ទក់បាទមានកន្ទក់ប៉ុណ្ណាក៏បានដែរឲ្យតែបងប្អូនមានបងប្អូនអាចធ្វើវាម្ដងតិចទៅទី2យើងមានដំឡូងមីស្ងួតបាទយើងកិនវាឲ្យល្អិតបាទបន្តមកទៀតយើងត្រូវមានដែលសំខាន់ហ្នឹងគឺយីតបាទបងប្អូនយីតហ្នឹងគឺជាមេដែលយើងប្រើសម្រាប់ដាក់វាដើម្បីកុំឲ្យវាមានក្លិនឬក៏វាខូចគុណភាពបាទបើសិនជាយើងអត់មានយីតវាធ្វើឲ្យចំណីដែលយើងផ្អាប់ហ្នឹងអាចទៅជាស្អុយរលួយបានបាទមួយទៀតហ្នឹងគឺយើងត្រូវមានកញ្ចុងតិចតួចទៅបើសិនជាយើងអត់មានកញ្ចុងក៏យើងដាក់តែកន្ទក់ក៏បានដែរអត់អីទេបាទទី4គឺសំខាន់មែនតើបាទគឺកាកស្ករបាទបងប្អូនអញ្ចឹងសម្រាប់ស្ករយើងអាចប្រើស្ករសក៏បានស្កររងូក៏បានបាទព្រោះអីបើសិនជាយើងមានស្ករល្ងូគឺកាន់តែល្អបាទព្រោះវាផ្អែមល្អបាទសម្រាប់វត្ថុធាតុដើមដែលយើងអាចបន្ថែមបានដែលធ្វើឲ្យវាកាន់តែអាចស៊ីទៅគឺធ្វើឲ្យជ្រូកនឹងធំធាត់លឿនឬក៏ជ្រូកចូលចិត្តស៊ីខ្លាំងបាទយើងអាចលាយជាមួយនឹងអាចត្រីឬក៏ត្រីស្រស់ដែលយើងយកមកដាក់បបរវាឆ្អិនសិនរួចហើយយើងយកមកធ្វើការផ្អាប់បាទបងប្អូនជាចុងក្រោយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ធ្វើអាចទំនាក់ទំនងសាកសួរបានតាមលេខទូរស័ព្ទនៅក្នុងវីដេអូនេះបាន